នេះគឺជាប្រវត្តិនៃការដករបស់ខ្ញុំនៅក្នុងបៃណាន់ដែលបានផ្ញើមកចេញតម្រង់បែបនេះបងប្អូននឹងឃើញពាក្យថាបញ្ចប់នេះពាក្យថាបញ្ចប់ឬក៏ពាក្យថា complete ហ្នឹងហើយអានេះគឺជាប្រវត្តិនៃការដករបស់ខ្ញុំឥឡូវចុចចូលមកក្នុងហ្នឹងមកបាទចុចចូលមកលើកន្លែងសារជូនដំណឹងឬក៏វិក័យប័ត្រហ្នឹងមកបាទបន្ទាប់មកវានឹងចេញមកតម្រង់មួយទៀតបែបនេះអញ្ចឹងបងប្អូនឃើញពាក្យថា TON នៅខាងលើនេះបាទនេះបាទនៅខាងលើហ្នឹងបាទគឺជាប្រវត្តិសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ការទស្សនាវីដេអូថ្មីរបស់ខ្ញុំបន្តទៀតនៅក្នុង Channel YouTube របស់ខ្ញុំ Make Money with Me នៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញអ្នកគ្នាបាទជាមួយនឹងការដកលុយចេញឬក៏ដកជាកាក់ចេញពីក្នុង website ដែលយើងអាចធ្វើការរកដោយ free ប៉ុន្តែត្រូវចំណាយពេលវេលាអូខេឥឡូវខ្ញុំដល់ពេលនៃការដកហើយខ្ញុំចង់ធ្វើការបង្ហាញអ្នកគ្នាអំពីការរកដោយ free ហ្នឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តលេង free ណាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងទស្សនាវីដេអូនេះពីដើមដល់ចប់ដើម្បីយើងដឹងពីគោលដៅឬជាគោលបំណងរបស់ខ្ញុំនៅក្នុងវីដេអូនេះបាទបើសិនជាអ្នកខ្ញុំធ្វើការតាមដានវីដេអូរបស់ខ្ញុំបន្តទៀតអ្នកនាងអាចធ្វើការចុចនៅលើប៊ូតុងនេះដែលមានពាក្យថាជាវឬក៏ពាក្យថា Subscribe ហើយបើកសញ្ញាកណ្ដឹងទៅពាក្យថាទាំងអស់បងប្អូននឹងបានវីដេអូថ្មីបន្តទៀតហើយអូខេឥឡូវខ្ញុំសូមធ្វើការទៅបង្ហាញតែម្ដងទៅបាទជាមួយនឹងរបៀបនៃការដកកាក់ចេញឬដកលុយចេញនឹងដកពីក្នុង website ទៅក្នុង Binance បាទអញ្ចឹងបងប្អូនយើងអាចទៅធ្វើការទស្សនាទាំងអស់គ្នាបានខ្ញុំនឹងធ្វើការបង្ហាញក្នុងពេលឥឡូវនេះហើយសូមប្រាប់បងប្អូនផងដែរបើសិនជាអ្នកចង់ធ្វើការចុះឈ្មោះលេងបងប្អូនអាចធ្វើការចុះឈ្មោះបានឧទាហរណ៍ថានៅលើវីដេអូនេះបងប្អូនអាចធ្វើការស្វែងរកនៅលើវីដេអូនេះចុះឬក៏វីដេអូនេះចុះបាទវាជាកាក់អញ្ចឹងវាជា website នេះឥឡូវបងប្អូនគាត់ធ្វើការចុចលើចំណងជើងនៃវីដេអូមួយណាក៏បានដែរបាទចុចទៅបន្ទាប់មកគឺបងប្អូនយកពាក្យថាច្រើនទៀតនេះឬក៏ពាក្យថា more ហ្នឹងហើយបន្ទាប់មកគឺបងប្អូនយើងឃើញ link ចំនួន6 7 link ដែលយើងធ្វើការដាក់នៅខាងក្រោមនៅចំណងជើងវីដេអូហ្នឹងហើយអញ្ចឹងបងប្អូនចុចលើ link នីមួយៗដែលបានបង់លេខឲ្យហ្នឹងទៅបងប្អូនប្រហែលជាធ្វើការចុចឈ្មោះបានជោគជ័យហើយរបៀបនៃការលេងចាំខ្ញុំធ្វើការបង្ហាញដល់គ្នានៅក្នុងវីដេអូក្រោយៗទៀតអូខេអញ្ចឹងឥឡូវតោះទៅមើលដល់គ្នាខ្ញុំបង្ហាញនៅក្នុងវីដេអូនេះតែម្ដងអំពីការដកកាក់ចេញឬក៏ដកលុយចេញជាមុនសិនដើម្បីយើងបង្ហាញដល់គ្នានៅក្នុងវីដេអូក្រោយអំពីការលេងម្ដងបាទអូខេអ្នកនរគ្នាឥឡូវខ្ញុំបានធ្វើការចូលមកដល់ website របស់ខ្ញុំហើយឥឡូវបងប្អូនយើងមកមើលទាំងអស់គ្នាចុចលើសញ្ញាត្រី3មកខ្ញុំបង្ហាញអ្នកនរគ្នាតែម្ដងអំពីការដកកាក់ចេញដកលុយចេញនឹងកុំឲ្យខាតពេលអ្នកនរគ្នាមើលអញ្ចឹងណាចុចលើពាក្យថា withdrawal មកនេះបងប្អូនមើលតាមខ្ញុំធ្វើការបង្ហាញអញ្ចឹងគេដាក់ថា withdrawal TON អានេះគឺខ្ញុំបង្ហាញប្រវត្តិនៃការដករបស់ខ្ញុំនៅក្នុងលើកទី1សិនខ្ញុំដកចំនួន1កាក់ 1.3 នេះ 1.3 កាក់ TON ហ្នឹងណាហើយបងប្អូនមើលទៅនេះគឺជាទឹកលុយគឺ$4.53ដែលវាបានបដូរឲ្យយើងឃើញជាក់ស្ដែងហើយដកទៅក្នុង Binance នេះ Binance បងប្អូនឃើញណាគឺជាកាបូបលុយផ្ទុក online digital មួយ Binance ហើយពាក្យថា complete អញ្ចឹងបានន័យថាវាជោគជ័យហើយអូខេអញ្ចឹងរយៈពេល 2 ខែមុនគឺខ្ញុំបានធ្វើការដកកាក់ហ្នឹងណាបាទ 2 ខែមុនអូខេឥឡូវខ្ញុំមកធ្វើការដកជាលើកទី2ដើម្បីបង្ហាញដល់គ្នាហ្នឹងហើយដើម្បីបង្ហាញដល់គ្នាអំពីការដកជាលើកទី2ហ្នឹងហើយខ្ញុំសូមបង្ហាញបងប្អូនយើងផងដែរអំពីតម្លៃកាក់ហ្នឹងគឺបងប្អូនយើងអាចមើលនៅខាងក្រោមនេះបាទគឺនៅខាងក្រោមនេះគឺវាមានតម្លៃ1កាក់គឺ$3.40គិតត្រឹមថ្ងៃហ្នឹងណាបាទ$3.40អ្នកនេះពាក្យថា TON ហ្នឹងគឺមានតម្លៃ$3.40គឺជាតម្លៃនៃកាក់ហ្នឹងបាទហើយថ្ងៃមុខគឺវានឹងអាចនឹងឡើងទៀតបើសិនជាកាក់ហ្នឹងទីផ្សារវាអាចកើនអញ្ចឹងណាបាទវាមិនមែននៅថេ$3.40រហូតទេវាអាចកើនវាអាចចុះអញ្ចឹងណាគ្នាអូខេអញ្ចឹងសូមបងប្អូននឹងយល់នឹងឥឡូវខ្ញុំធ្វើការចូលមកដល់ website វិញហើយបងប្អូនយើងអាចធ្វើការមើលកន្លែងនេះគឺជាកន្លែង withdraw address គឺបញ្ចូល address ប្រភេទកាក់ TON ហ្នឹងហើយនេះគឺយើងធ្វើការបញ្ចូលនៅtag បាទ tag ដោយសារតែកាក់ TON ហ្នឹងគឺវាមាន tag វាបាទមាន tag វាបាទវាអត់ដូចជាមួយនឹងកាក់ផ្សេងទេវាមាន tag អូខេហើយនេះគឺជាកន្លែងយើងធ្វើការបញ្ចូល withdrawal amount ចំនួនកាក់ឬក៏ចំនួនលុយអានេះថ្លៃសេវា0.005បាទថ្លៃសេវានៃការដកហ្នឹងហើយអូខេអញ្ចឹងអ្នកនរអាចធ្វើការមើលទៅនេះដើម្បីយើងដកបានគឺបងប្អូនរកឲ្យបានចំនួន0.1
TON ទៅអាចដកបានហ្នឹងណាបាទទៅអាចដកបានពីក្នុង website នេះជាកាក់ហ្នឹងអូខេឥឡូវខ្ញុំធ្វើការចូលមកក្នុង Binance បាទខ្ញុំមកធ្វើការ copy address ហ្នឹងសិនយកទៅបញ្ចូលនៅក្នុង website មិញណានេះអញ្ចឹងដើម្បីយើងធ្វើការ copy address TON នឹងបានបងប្អូនអ្នកចុចលើពាក្យថាការដាក់ប្រាក់នេះអញ្ចឹងលុយរបស់ខ្ញុំនៅក្នុងនេះគឺមានខ្លះហើយលុយរបស់ខ្ញុំណានឹងអញ្ចឹងលុយរបស់ខ្ញុំនៅក្នុងនោះគឺមានខ្លះហើយបងប្អូនចុចពាក្យថាការដាក់ប្រាក់នេះមកបាទចុចពាក្យថាការដាក់ប្រាក់ហ្នឹងហើយបន្តមកទៀតគឺបងប្អូនធ្វើការចុចនៅលើពាក្យថាស្វែងរក coin នេះឬក៏រកកាក់នេះស្វែងរកកាក់នេះអញ្ចឹងបងប្អូនវាយពាក្យថានេះវាយពាក្យកន្លែងពាក្យថាស្វែងរក coin ហ្នឹងឬក៏ search coin search កាក់បាទអញ្ចឹងបងប្អូនវាយពាក្យថា TON ណាអ្នកវាយពាក្យថា TON មកដោយសារខ្ញុំចង់ធ្វើការដកហ្នឹងខ្ញុំចង់កាក់ TON ហ្នឹងនៅក្នុង Binance នេះ TON ជាអក្សរកាត់អញ្ចឹងបងប្អូនឃើញកាក់ហ្នឹងនៅខាងលើគេនេះបាទ TON នៅខាងលើគេហ្នឹងបាទចុចលើហ្នឹងមកចុចលើកាក់ហ្នឹងមកបន្តមកទៀតគឺបងប្អូនយើងមើលឡើងនេះគឺគេដាក់ថានេះបាទមានតែមួយទេអូខេបន្តមកទៀតគឺបងប្អូនយើងឃើញតែនេះគេដាក់ថាដាក់ប្រាក់ TON បាទនេះបាទដាក់ប្រាក់ TON បន្តមកគឺបងប្អូនយើងឃើញតែនេះគេដាក់ថាបណ្ដាញបាទបណ្ដាញនេះបណ្ដាញឬក៏ network អញ្ចឹងបងប្អូនឃើញ network កាក់ហ្នឹងណាបាទអញ្ចឹងកាក់ហ្នឹងនៅក្នុង Binance គឺវាមានជាមួយនឹងអាស័យដ្ឋានបាទឬក៏គេហៅថា address ហ្នឹងមួយហើយនឹងគេហៅថាអីបាទមួយទៀតបាទដូចជានៅក្នុង website វាបង្ហាញយើងណាអញ្ចឹងឥឡូវយើងធ្វើការ copy អានេះមកនេះទី1នេះ copy អាស័យដ្ឋាន address នេះមកហើយយើង copy ហើយយើងចូលទៅក្នុង website របស់យើងវិញបាទយើងចូលមកក្នុង website របស់យើងវិញមកនេះបាទចង់ឲ្យ copy មកនេះខ្ញុំបាន copy ហើយបាទបន្ទាប់មកគឺបងប្អូនយើងចូលទៅក្នុង website របស់យើងវិញមកនេះ website បាទបន្ទាប់មកគឺបងប្អូនសកត់លើ cloud ខាងលើគេហ្នឹងបាទសកត់លើ cloud ហ្នឹងមកហើយយកពេលថាបិទភ្ជាប់ឬក៏ pass នៅកន្លែងហ្នឹងបាទបន្ទាប់មកគឺបងប្អូនយក cloud ទី2នេះគឺបងប្អូនគឺទៅ copy tag នេះ tag គឺខាងក្រោមនេះបងប្អូន copy tag ហ្នឹងមក tag គឺលេខបាទលេខប្រហែលខ្ទង់នៅក្នុងហ្នឹងណាបាទ copy មកបាទយើង copy យកចេញហើយឥឡូវយើងធ្វើការចូលក្នុង website យើងវិញនេះបាទមកដល់នេះហើយណាបាទបន្ទាប់មកគឺបងប្អូនយើងធ្វើការបញ្ចូល tag ហ្នឹងមកបាទកន្លងហ្នឹងយកទៅថាបិទភ្ជាប់ឬក៏ pass បិទភ្ជាប់ឬក៏ pass នេះនៅខាងលើនេះអូខេអញ្ចឹងឥឡូវវាជាប់អញ្ចឹងណាបន្ទាប់មកបងប្អូនធ្វើការបញ្ចូលចំនួនកាក់បាទអញ្ចឹងយើងធ្វើការដកហ្នឹងគឺដកចំនួន2កាក់ចុច2កាក់ចុច2005បាទឃើញណាបាទចុចនេះអាចមើលបានឥឡូវយើងធ្វើការបញ្ចូលសិនបាទខ្ញុំសូមធ្វើការបញ្ចូលចំនួនប៉ុណ្ណឹងសិនអរគុណចំនួន2.2.2005បាទ0.05នៅក្រោយហ្នឹងគឺជាថ្លៃសេវាបាទថ្លៃសេវាអ្នកថ្លៃសេវាវាគឺប៉ុណ្ណេះហើយ balance របស់ខ្ញុំមានចំនួន2.2ហ្នឹងហើយ2.2អូខេអញ្ចឹងស្គមបងប្អូននឹងយល់ពីកន្លែងតំណឹងណាអានេះគឺថ្លៃសេវាបាទ free ហ្នឹងគឺថ្លៃសេវា0.0005បាទអ្នកនេះប៉ុណ្ណឹងហ្នឹងហើយឥឡូវយើងធ្វើការបំពេញនៅ captcha បាទ captcha នេះ captcha គឺនៅកន្លែងនេះបាទនៅនេះបាទមើលទៅនេះបាទចុចលើសញ្ញាចុចបន្តិចហ្នឹងមកបាទចុចលើហ្នឹងមកបន្ទាប់មកគឺបងប្អូនយើងឃើញទំនុក captcha ខ្ញុំសុំយកលើគេបាទ captcha ចេញថ្មីនេះចាំបងប្អូនធ្វើការចុចនៅលើអានេះចុចលើកន្លែងនេះមកពាក្យថា verify អីហ្នឹងបាទបន្ទាប់មកគឺកន្លែងនេះវាឲ្យយើងរើសជាមួយនឹងរូបមួយណាដែលវាខុសគេតែឯងអញ្ចឹងណាហើយតិចជាងគេអញ្ចឹងរូបពេងកាហ្វេហ្នឹងបាទពេងកាហ្វេហ្នឹងវាតិចជាងគេមានតែ2ទេអញ្ចឹងចង់យកមួយណាក៏បានដែរ2 3ហ្នឹងបាទតើមកគឺវាចេញនៅសញ្ញាគ្រីសពណ៌បៃតងអញ្ចឹងបងប្អូនចុចពាក្យថា withdraw មកចុចពាក្យថា withdraw មកហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលម្ដងទៀតបានជាមួយអាស័យដ្ឋានជាមួយនឹង tag ជាមួយចំនួនកាក់ហើយនឹងប្រព័ន្ធការពារ captcha ហ្នឹងបងប្អូនមើលបើសិនជាគិតថាត្រឹមត្រូវអស់ហើយបងប្អូនចុចពាក្យថា withdraw មកបាទចុចពាក្យថា withdraw ទៅនេះមកនេះអញ្ចឹងវាដាក់ថា success គឺវាបានធ្វើការដកតែហើយកាត់ចេញកាក់របស់ខ្ញុំចេញពីក្នុង website នេះអស់ហើយអញ្ចឹងឥឡូវបងប្អូនកន្លែងបំក្រោមនេះបាទអញ្ចឹងការដកនេះគឺជាលើកទី2ឥឡូវវាកំពុងចេញពាក្យថា pending បាទ pending គឺវាកំពុងដំណើរការណាអ្នកនាង
វាអត់ជោគជ័យទេប៉ុន្តែវាកំពុងដំណើរការហើយការដករបស់ខ្ញុំនេះគឺដកប្រហែលជាទឹកលុយនេះគឺ$7.48សេនបាទហ្នឹងហើយ$7.8សេន$7ជាងហ្នឹងគឺបានមកពីការលេង free ការរកដោយ free របស់ខ្ញុំហ្នឹងហើយអូខេអញ្ចឹងឥឡូវខ្ញុំបានដកហើយដកទៅក្នុង Binance បងឃើញពាក្យថា Binance ហ្នឹងហើយវាបង្ហាញឈ្មោះឲ្យយើងឃើញអញ្ចឹងណាហ្នឹងហើយឥឡូវបងប្អូនឃើញពាក្យថានេះ pending គឺវាកំពុងតែដំណើរការហើយបើសិនជាវាចេញពាក្យថា complete បែបនេះដោយទៅនឹងប្រវត្តិការដកជាលើកទី1គឺចឹងវាបានន័យថាវាជោគជ័យបាទអូខេឥឡូវបងប្អូនយើងធ្វើការរងចាំមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំរងចាំសិននៅពេលដែលខ្ញុំធ្វើការចេញពាក្យថា complete ខ្ញុំបានធ្វើការបង្ហាញអ្នកគ្នាបន្តទៀតនៅក្នុងវីដេអូនេះដើម្បីបញ្ចប់ពីការបង្ហាញប្រាប់អ្នកគ្នាអញ្ចឹងណាអូខេឥឡូវយើងកំពុងធ្វើការរងចាំសិនបាទចឹងសង្ឃឹមបងប្អូនយើងនឹងទស្សនាវីដេអូពីដើមដល់ចប់ហ្នឹងហើយអូខេសូមធ្វើការ stop សិនអូខេអ្នកគ្នាឥឡូវនេះគឺខ្ញុំមកធ្វើការបង្ហាញក្នុង website បន្តទៀតនេះឥឡូវបងប្អូនមើលនៅខាងក្រោមនេះណានេះការដករបស់ខ្ញុំលើកទី2បាទឥឡូវវាចេញពាក្យថា complete ហើយនេះពាក្យថា complete បាទនេះ complete បងប្អូនមើលបានពីមុនគឺវាដាក់ពាក្យថា pending ណាឥឡូវវាចេញពាក្យថា complete ហើយអញ្ចឹងបានន័យថាការដករបស់ខ្ញុំគឺបានបញ្ចប់ឬក៏ជោគជ័យហើយណានឹងហើយការដករបស់ខ្ញុំដែរលុយក៏បានលោតចូលទៅក្នុង Binance ហើយដែរតែក្នុងកាបូបលុយរបស់ខ្ញុំណាដែលជាកាបូបលុយដែលខ្ញុំបានធ្វើការទៅ copy នៅដើមវីដេអូណាទៅ copy address អីហ្នឹងវាចូលលុយវាចូល$7.48សេនហ្នឹងវាចូលទៅតាមរយៈ address ឬក៏ tag ហ្នឹងបាទហ្នឹងហើយតាម address ឬក៏ tag ហ្នឹងដែលខ្ញុំបានធ្វើការ copy ណាគ្នាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយើងនឹងយល់ឥឡូវខ្ញុំសូមធ្វើការចូលទៅក្នុង Binance សិនខ្ញុំចូលទៅក្នុង Binance ហើយខ្ញុំធ្វើការបង្ហាញអ្នកគ្នាបន្ថែមបន្តទៀតនៅក្នុង Binance ហ្នឹងហើយអូខេនេះគឺជា Binance របស់ខ្ញុំអញ្ចឹងលុយរបស់ខ្ញុំគឺកើនវាមុនតែ80ប្រមាណ$ទេឥឡូវវានៅឡើងទៅដល់89.38សេនហ្នឹងហើយអញ្ចឹងលុយរបស់ខ្ញុំគឺកើនហើយបាទកើនអញ្ចឹងបងប្អូនយើងអាចមើលទៅនេះបន្ថែមទៀតខ្ញុំបង្ហាញដើម្បីបញ្ជាក់ជាមួយនឹងសារជូនដំណឹងនៅក្នុង Binance ឬក៏ជានៅពេលដែលវាទទួលអ្វីមួយឬក៏យើងដកកាក់ឬក៏យើងទទួលបានកាក់អញ្ចឹងគឺវា alert ឲ្យយើងឃើញអញ្ចឹងណាបាទវា alert ឲ្យយើងឃើញអញ្ចឹងបងប្អូនយើងមើលអាចមើលបានឥឡូវខ្ញុំចូលមកនេះបងប្អូនចូលមកកន្លែងនេះមកនេះអាយខាងគៀនខាងក្រោមនេះខាងគៀនខាងក្រោមនេះមកហើយនេះអញ្ចឹងវានឹងឃើញគេដាក់ថាការដាក់ប្រាក់ crypto ការដាក់ crypto 2.200 បាទ9ហ្នឹងបាទហ្នឹងហើយគឺបានបញ្ចប់ហើយបាទហ្នឹងហើយឃើញហ្នឹងណាបាទមិនមែនកាត់តទេឥឡូវបងប្អូនឃើញពាក្យថាបញ្ចប់អញ្ចឹងបានថាការដករបស់ខ្ញុំគឺវាបានជោគជ័យហើយឥឡូវបងប្អូនយើងទៅមើលបន្ថែមទៀតពេលចុចលើពាក្យថាបញ្ចប់ហ្នឹងហើយវាចេញមកទម្រង់បែបនេះបែបនេះអញ្ចឹងបងប្អូនឃើញពាក្យថា TRN ណានេះបានផ្ញើសារមកឲ្យខ្ញុំឃើញនៅខាងលើទៀតឥឡូវឲ្យខ្ញុំឃើញខាងលើអញ្ចឹងណានេះ TRN បាទ TRN បូក 2.2 បាទអញ្ចឹង 2.2 ហ្នឹងវាស្មើជាលុយដុល្លារខ្ញុំបានបង្ហាញក្នុង website អញ្ចឹង$7.48សេននេះខ្ញុំបងឃើញណានេះគឺជាព័ត៌មានលម្អិតនេះអំពីការដាក់ប្រាក់នេះគឺមិនមែនដាក់ចូលទៅក្នុង website ទេដាក់ចូលមកក្នុងកាបូបលុយដែលសារខ្ញុំដកពីក្នុង website ចូលមកក្នុងកាបូបលុយនេះអញ្ចឹងវាជាការដាក់ប្រាក់បាទវាជាការ deposit ហ្នឹងហើយអញ្ចឹងសង្ឃឹមបងប្អូនយើងនឹងយល់ពីចំណុចនេះហ្នឹងហើយវីដេអូនេះគឺប្រហែលជាមានតែប៉ុណ្្នឹងទេបាទខ្ញុំបង្ហាញចប់អស់ហើយអំពីការដកលុយនេះដកកាក់នេះខ្ញុំស្គាល់តែបងប្អូនយើងទស្សនាទាំងបានចប់ហើយខ្ញុំបានយល់កាន់តែច្បាស់បាទអញ្ចឹងខ្ញុំជួបមើលខ្ញុំនៅក្នុងវីដេអូក្រោយៗទៀតណាជាមួយនឹងការចុចឈ្មោះក្តីការលេងក្តីហើយនិងការដកលុយក្តីបាទឥឡូវនេះគឺវីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបងប្អូនអាចធ្វើការចុចលើប៊ូតុងដែលមានពាក្យថាជាវឬក៏ពាក្យថា subscribe ហើយចុចសញ្ញាកណ្ដឹងពាក្យថាទាំងអស់ទៅដើម្បីបាននៅវីដេអូរកលុយថ្មីបន្តទៀតអរគុណច្រើនបាយបាយ